số ôm mà số ba mơ ông ăn bánh bắp đây sao hả thì đủ ai vinh từ nồi với nha đi cho cha lắm hả gặp qua mấy quát ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះខ្ញុំបានមកដល់ទីតាំងតំបន់សហគមន៍ទៅពាំងសកាយទៀតហើយខ្ញុំថតវីដេអូទេសភាពនៅទីនេះនៅរដូវវស្សាមេឃលងឹតចាប់ដើមធ្លាក់ភ្លៀងហើយចំពោះកូនដើមកងកាងវិញគឺខៀវខ្ចីស្រងាត់កំពុងតែលូតលាស់ម្ដងបន្តិចម្ដងបន្តិចកូនកងកាងគឺលូតលាស់គឺស្អាតមែនទែនបងប្អូនវាលូតលាស់តាំងពីនៅតូចឥឡូវបងប្អូនមើលទៅកូនកងកាងនេះគេដាំបដោះវាដាក់នៅក្នុងថង់ដើម្បីឲ្យវាដោះបានធំចឹងទៅបានយកទៅដាក់ในសមុទ្រឬក៏នៅតាមនេះពេលនេះបានមកដល់តំបន់នេះហើយគឺបងប្អូនកលែកឃើញហើយនេះគឺជាកងកាងដែលដាំតាំងពីនៅតូចមកឥឡូវធំមកនេះមើលទៅឡើងផុតកម្ពស់ណានេះជានន់កាលដាំហ្នឹងទៅ10ឆ្នាំជាងកាលដាំនៅទូចកម្ពស់មកឆ្អាមពីឆ្អាមឥឡូវមើលវាលូតលាស់មកកម្ពស់ណាស់ហើយវាមើលទៅស្រស់ស្អាតមែនតើនៅគៀនប្រឡោះហ្នឹងគឺជាជំរកសត្វក្តាមជ័រក្តាមថ្មបកាមានអស់នៅក្រោមហ្នឹងសិតតែរបស់គ្រឿងសមុទ្រស្រស់ទាំងអស់សង្ស័យមានអស្ទើនៅគៀនហ្នឹងទៀតមើលទៅបងប្អូនជាប់កងកាងហ្នឹងឥឡូវខ្ញុំថតទស្សនភាពនៅតំបន់កន្លែងបន្ទប់គេនៅកន្លែងកងកាងឃើញទេបងប្អូនស្អាតមែនទែនទស្សនភាពត្រជាក់ស្ងប់ស្ងាត់អមជាមួយនឹងដើមឈើគឺត្រជាក់ស្រេបតែម្ដងបងឃើញទេត្រជាក់ធ្វើដំណើរមើលមកបន្ទប់ច្រើនមែនទែនហើយខ្ញុំថតទស្សនភាពឲ្យបងប្អូនមើលនៅតទៅមុខទៀតតុបគេមួយស្អាតមានជាន់លើបងប្អូនឃើញទេមានជាន់លើជាន់អីមកចាប់ស្អាតមែនទេហើយបងប្អូនដើមទឹកភាពនៅកន្លែងនេះមើលទៅស្រស់ហេវាទៅជាក់ស្រៀបតែម្ដងធំទលេផុតទៅភ្នែកហើយយើងធ្វើដំណើរទៅមុខចង់មកទៅភាពឲ្យទុកច្រើនមែនទេអូខេទុកច្រើនទេមានគ្រប់ទាំងអស់សម្រាប់ដឹកភ្ញៀវទៅចោលទៅសមុទ្រនៅសមុទ្រក៏ស្អាតដែរទេសភាពគឺស្អាតមែនទេមកតំបន់នេះក៏ជាប៉ុណ្ណេះដែរធ្វើដំណើរថតទេសភាពថតបន្ទប់គេងថតកងកាងថតកន្លែងគេចាប់ត្រីថតកន្លែងនេះឲ្យបងប្អូនមើលអ្នកទាំងអស់គ្នាបើសិនជាសៅអាទិត្យអីឆ្លៀតមកម្ដងមកកាលអីមកលេងនៅតំបន់នេះគឺត្រជាក់មែនតើហើយយើងមានរបស់ស្រស់ហូបមកដាក់មកក៏បានដែរបងប្អូនហើយយើងក៏បងគេទិញគេក៏បានដែរស្អាតមែនតើមានអារម្មណ៍ថាត្រជាក់មកដល់នេះមានអារម្មណ៍ថាត្រជាក់ស្រួលតែម្ដងហល់ហើយស្អាតទេនេះឥឡូវខ្ញុំថតទស្សនភាពនៅកន្លែងបន្ទប់គេងនិងកន្លែងចំណតទុកដែលយើងត្រូវជិះទៅសមុទ្រហើយបន្ទប់នីមួយគឺទលេដែរដេកបាន2ទៅ3នាក់នោះហើយមានកង្ចងគេងមានកន្លែងអាងអីហូបយប់ឡើងអញ្ចឹងណាបងប្អូនបងប្អូនចង់ទៅសមុទ្រព្រលឹមឡើងអីយើងទៅស្រូបខ្យល់អាកាសធាតុទៅថតទេសភាពនៅសមុទ្រក៏បានដែរយើងមកលេងនៅតំបន់នេះគឺយើងបានស្គាល់ពីទស្សនភាពបដោះកងកាងនិងដាំឈើដើម្បីដឹងថា
ប្រៃឈើដែលយើងដាំនោះគឺលូតលាស់កពស់ណាអញ្ចឹងយើងទុកឲ្យក្មេងជំនាន់ក្រោយគាត់ថែរក្សាម្ដងហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នាមកលេងនៅតំបន់នេះកន្លែងរបស់គាត់គឺទលេចំពោះការតុបតែងការធ្វើលាបពណ៌លាបពេញគឺស្រស់ស្អាតមែនទែនជាពិសេសជាមួយនឹងទង់ជាតិកម្ពុជាយើងដែលដាក់លើហ្នឹងគឺអមជាមួយនឹងទស្សនភាពដ៏ខៀវស្ងាត់នេះគឺអេមែនទែនខ្ញុំធ្វើដំណើរថតទៅស្ដាប់បងប្អូនមើលបានច្រើននៅតំបន់ទីនេះមានទាំងកន្លែងស្នាក់នៅមានទាំងទូកជិះទៅលេងស្ពតតែខ្ញុំមិនបានថតទស្សនភាពនៅសមុទ្រឲ្យបងប្អូនមើលទេថតទស្សនភាពទៅនៅកន្លែងកោកកាងនេះតំបន់ដែលស្នាក់នៅហើយចំពោះចំណតដែលយើងត្រូវចតក៏ទលាយដែរចំណតឡានវិញគឺទលាយវងតែម្ដងគឺគេចាក់ដីចាក់អីហើយទៅចតឡានបានច្រើនចឹងបើសិនជាបងប្អូនចង់មកអីមានទាំងកន្លែងជួលដាក់ផ្ញើម៉ូតូអីគឺគេមើលឲ្យខាក៏ត្រូវហើយដល់ខ្ញុំរៀបចំទៅហូបសាច់គោអាំងដែលគាត់លក់ចំពោះសាច់គោអាំងគាត់លក់គឺឆ្ងាញ់ដែរធូរថ្លៃទេមកចកតែ1000រៀលតែប៉ុណ្ណោះយើងអាចហូបបានទេសាច់គោមើលតំណងគួរចង់ហូបមែនទេតិចខ្ញុំនឹងដាក់អាំងហ្នឹងគាត់មានលក់ច្រើនមុខមែនទេមាននំមានផ្លូវម៉ូរំពូមាននំប៉័ងមានអីទឹកអំពៅទឹកអីទៅភេសជ្ជៈទៅនំផាត់មានអីទៅសពគ្រប់ទាំងអស់លោតឆាទៅបងប្អូនគឺតំណងមែនទេឃើញទេបងប្អូនមកហូបទីនេះសៅរ៍អាទិត្យគឺគាត់មានលក់ច្រើនមែនទេប្រភេទគ្រឿងសមុទ្រស្រស់អីមានដោយជាមានដែរហើយខ្ញុំត្រូវការអាំងសាច់គោអាំងហូបឥឡូវខ្ញុំសាក់ភ្លក់របស់គាត់តិចមើលទៅតំណងទេបងប្អូនឃើញទេបើសិនជាយើងមកអីយើងបានខ្ចប់ហូបឲ្យទៅហូបនៅសមុទ្រកាន់តែអេមទៀតអូខេឥឡូវខ្ញុំទស្សនភាពពេលនេះគឺខ្ញុំចាប់ផ្ដើមថតនៅកន្លែងដែលបងប្អូនមើលហើយបន្ទាប់មកខ្ញុំទៅធ្វើដំណើរទៅតំបន់មួយផ្សេងទៀតដើម្បីថតផលិតយករូបភាពវីដេអូផ្សេងៗឲ្យបងប្អូនមើលឲ្យកាន់តែច្រើនmình tập cái ai cũng bao da ta cái nào làm gì muối hả mà nặng nữa tao nặng cao đi nó vãi
ăn hết thì ăn